ជំរាបសួរពុកម៉ែបងប្អូនម៉ូតខ្សែដៃក្រងពីម្បោះមួយម៉ូតនេះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាពេញចិត្តដូចខ្ញុំដែរព្រោះអីម៉ូតហ្នឹងពេលដែលក្រងចេញមកគឺស្រស់ស្អាតមែនតែននៅពេលដែលចេញជាខ្សែដៃចេះបានដឹងថាស្អាតខ្លាំងប៉ុណ្ណាតើបងប្អូនកុំឲ្យចាំយូរទៅមើលពីរបៀបក្រងទាំងអស់គ្នាមុននឹងចាប់ផ្ដើមក្រងខ្ញុំសូមបង្ហាញបងប្អូនពីសម្ភារៈដែលខ្ញុំយកមកប្រើខ្ញុំមានអំបោះ2សរសៃប្រវែងវាមួយសរសៃ45សង់ទីម៉ែត្រខ្ញុំយកមកសម្រាប់ធ្វើខ្សែបង្គោលចំណែកឯ2សរសៃនេះសម្រាប់ក្រងមានពណ៌ខ្មៅមួយសរសៃពណ៌លឿងមួយសរសៃប្រវែងរបស់វាមួយខ្សែ90សង់ទីម៉ែត្រនិងមួយខ្សែចុងក្រោយគេនេះខ្លីទេតែ25សង់ទីម៉ែត្រទេខ្ញុំយកមកសម្រាប់ជិតមុខហើយអំបោះទាំងអស់ហ្នឹងទំហំវាស្មើគ្នាទាំងអស់បងប្អូនទំហំវាដែលខ្ញុំយកមកប្រើគឺ1មីលីម៉ែត្រចំណែកឯសម្ភារៈជំនួយខ្ញុំមានបន្ទាត់មានកត្រៃប៊ិចដេកេសហើយនិងស្កុតចាប់ផ្ដើមទៅពងគេបងប្អូនខ្ញុំយកខ្សែបង្គោលដែលមាន2ខ្សែមួយខ្សែប្រវែង45សង់ទីម៉ែត្រហ្នឹងយកមកចាប់ផ្ដើមធ្វើរំយោលចុងម្ខាងឲ្យហើយយើងធ្វើនេះគឺអត់មានម៉ូតអីច្រើនទេបងប្អូនដោយខ្ញុំចាប់អំបោះទាំងពីរហ្នឹងចងផ្គុំគ្នាដោយខ្ញុំពាត់អំបោះខាងក្រោមឡើងមកលើនៅខាងក្រោមអំបោះខាងលើបន្ទាប់មកខ្ញុំទាញអំបោះខាងលើមករុំជាមួយចង្អុលដៃកតុយរបស់វាសោកចូលក្នុងប្រហោងអំបោះដែលខ្ញុំពាត់ទៅមិញហើយរឹតវាចារបៀបចងគឺខ្ញុំចងរឹតវាបែបសាមញ្ញអញ្ចឹងទេប៉ុន្តែខ្ញុំរឹតចងដល់ទៅ3ដងណោះដោយធ្វើដដែលពាត់អំបោះទៅក្រោយហើយទាញអំបោះខាងលើពាត់ជាមួយចង្អុលដៃរួចហើយសោកចូលក្នុងប្រឡោះដែលយើងទុករឹតវារឹតបែបនេះចាធ្វើរបៀបរឹតយើងរឹតហ្នឹងគឺចាប់អង្កលវាទៅឲ្យគៀកជាមួយនឹងយើងធ្វើលើកមុនបានស្អាតបើសិនជាយើងធ្វើអាយាលទេក៏វាអត់ស្អាតដែរចាហើយបើសិនជាបងប្អូនចង់ធ្វើវែងជាងហ្នឹងអាចបន្ថែមមកធ្វើម្ដងឬក៏2ដងទៀតក៏បាននឹងចុងក្រោយគេកតុយអំបោះដែលនៅសល់យើងកាត់ហើយយើងអុជរោលភ្លើងចាប់ចុងវាមកបោះទុក6សង់ទីម៉ែត្រសម្រាប់ធ្វើរំយោលបានន័យថារំយោលរបស់យើងទុក6សង់ទីម៉ែត្រយកស្កុតមកបិទចំណាំនៅពេលដែលយើងក្រងយើងចាប់ផ្ដើមក្រងពីស្កុតហ្នឹងទៅចុងវាយកចុងវាទៅគៀបជាមួយនឹងក្តាររួចហើយទាញបោះអុសមកក្រោមសន្ធឹងធ្វើម៉េចឲ្យខ្សែបង្គោលហ្នឹងឲ្យវាតឹងណែនជាប់ល្អយកទាញឲ្យតឹងយកទៅគៀបជាមួយនឹងក្តារហើយយកទៅគៀបមកគៀបបន្ថែមទៀតបន្ទាប់មកខ្ញុំយកប៊ិចដែលខ្ញុំបង្ហាញបងប្អូនពីដំបូងហ្នឹងគឺយកមកកល់ដើម្បីឲ្យខ្សែបង្គោលហ្នឹងឲ្យវាហើបចេញពីក្តារបន្តិចងាយស្រួលក្នុងការក្រងព្រោះឯពេលដែលយើងក្រងយើងសោកពីលើសោកពីក្រោមអញ្ចឹងណាយកខ្សែសម្រាប់ក្រងយកមកយើងញែកចេញជា2មួយចំហៀងឆ្វេងមួយចំហៀងស្ដាំយើងញែកបែបនេះហើយយកចុងកតុយវាមកបត់វាយើងបត់បន្តិចមកបងប្អូនដើម្បីតាក់វាឲ្យជាប់ជាមួយនឹងខ្សែបង្គោលដោយខ្ញុំបត់ហើយខ្ញុំសោកអំបោះពណ៌លឿងនៅខាងស្ដាំខ្ញុំសោកចូលក្រោមខ្សែបង្គោលបន្ទាប់មកខ្ញុំយកអំបោះពណ៌ខ្មៅដែលខ្ញុំបត់ហើយមិញហ្នឹងយកទៅសោកនៅក្នុងប្រឡោះអំបោះពណ៌លឿងបន្ទាប់មកខ្ញុំរុញអំបោះពណ៌លឿងឡើងមកលើនៅក្នុងកន្លែងខាងចុងអំបោះពណ៌ខ្មៅហ្នឹងរឹតឲ្យតឹងរុញវាបន្ទាប់ពីរឹតហើយយើងរុញវាតែឲ្យកឹបនឹងស្កុតព្រោះអីយើងត្រូវក្រងចាប់ពីស្កុតនឹងមកចាប់ទាញកតុយអំបោះពណ៌ខ្មៅដែលនៅខាងឆ្វេងមុនគេមកកងនៅលើខ្សែបង្គោលបន្ទាប់មកចាប់ទាញអំបោះពណ៌លឿងដែលនៅខាងស្ដាំមកកងពីលើខ្សែអំបោះពណ៌ខ្មៅនិងខ្សែបង្គោលទៀតរួចហើយកតុយខ្សែអំបោះពណ៌លឿងហ្នឹងបត់មកវិញយកមកសោកក្រោមខ្សែបង្គោលពេលដែលសោកហើយបងប្អូនយើងទាញវាឲ្យគៀកបន្តិចមកបន្ទាប់មកយកកតុយខ្សែហ្នឹងទៅកងនៅលើខ្សែពណ៌កតុយខ្សែពណ៌ខ្មៅដែលយើងវាត់ទៅហើយយកកតុយខ្សែពណ៌លឿងហ្នឹងមកសោកក្រោមអំបោះពណ៌លឿងខ្លួនឯងបន្ទាប់មកកងលើខ្សែបង្គោលហើយទៅសោកក្រោមអំបោះពណ៌ខ្មៅទៀតចាពេលដែលយើងសោកហើយរឹតទាញរឹតវាមកថ្នមឲ្យវាអំបោះវាមកតាមស្រួលរឹតឲ្យតឹងពេលហ្នឹងយើងបានមកវគ្គឯងបងប្អូនរបៀបក្រងគឺវគ្គទី1យើងធ្វើបែបហ្នឹងបន្ទាប់មកវគ្គទី2នេះគឺយើងធ្វើដូចវគ្គទី1ដែរប៉ុន្តែយើងទាញអំបោះពណ៌លឿងដែលនៅខាងឆ្វេងវិញម្ដងហើយយកមកកងនៅលើខ្សែបង្គោលទាញអំបោះពណ៌ខ្មៅដែលនៅខាងស្ដាំមកកងលើអំបោះព
ពណ៌លឿងហើយនឹងខ្សែបង្គោលបន្ទាប់មកយកកន្ទុយអំបោះពណ៌ខ្មៅដែរហ្នឹងមកសកក្រោមខ្សែបង្គោលដូចលើកមុនដែរហើយយកទៅកងលើអំបោះពណ៌លឿងកន្ទុយអំបោះហ្នឹងបន្តមកទៀតបងប្អូនមកសកក្រោមអំបោះពណ៌ខ្មៅដូចខ្លួនឯងហើយកងលើខ្សែបង្គោលវិញហើយទៅសកក្រោមអំបោះពណ៌លឿងទៀតបន្ទាប់មករឹតតាមសម្រួលរឹតឲ្យតឹងឲ្យយឺតឲ្យតឹងតាមសម្រួលចាបងប្អូនរបៀបក្រងរបស់យើងគឺម៉ូតខ្សែដៃដែលខ្ញុំបង្ហាញបងប្អូនហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺងាយស្រួលខ្លាំងមែនតែនដោយរបៀបក្រងយើងពាត់អំបោះហ្នឹងដោយចាប់ទាញអំបោះខាងឆ្វេងមកមុនគេហើយបន្ទាប់មកបានយើងចាប់ទាញអំបោះខាងស្ដាំមកកងដដែលកងលើដូចលើកទី1លើកទី2ដែរបន្ទាប់មកយើងបន្តក្រងរហូតដល់ចុងបោះហើយរបៀបរឹតហ្នឹងក៏យ៉ាងដែរបងប្អូនខ្សែដៃមួយសំខាន់នៅលើការរឹតដែរបើសិនជាយើងរឹតម្ដងតឹងម្ដងធូរអត់ស្មើដៃទេពេលដែលយើងក្រងវារៀងអត់សូវស្អាតទេវាតូចធំហើយបើសិនជាយើងរឹតទាំងបង្ខំធ្វើឲ្យអំបោះរបស់យើងល្មាក់ល្មួលដែរអត់ស្អាតទេឥឡូវហ្នឹងខ្ញុំក្រងដល់កន្ទុយខ្សែដល់អស់ខ្សែហើយបងប្អូននេះមើលនេះអើយខ្ញុំក្រងរួចរាល់ហើយមើលគឺស្រស់ស្អាតមែនតែនហើយបើប្រវែងវាខ្សែអំបោះដែលខ្ញុំបង្ហាញបងប្អូនពីខាងដើមហ្នឹងខ្ញុំក្រងបាន16សង់ទីម៉ែត្រនិងចុងក្រោយគេកន្ទុយអំបោះដែលនៅសល់តាំងប្រមាណនេះយើងកាត់ហើយយើងអុជភ្លើងរោលភ្លើងវាពិតទៅជាប់នឹងតួខ្សែដៃជាការស្រេចកន្ទុយអំបោះដែលនៅសល់មួយចំហៀងទៀតយើងធ្វើរំយោលពេលដែលធ្វើហើយយើងដាក់ផ្ទុយគ្នាហើយខ្ញុំយកអំបោះខ្លីដែលខ្ញុំបង្ហាញបងប្អូនចុងក្រោយគេហ្នឹងយកមកបត់ចុងតិចដាក់រອບជាមួយនឹងខ្សែរំយោលហើយខ្ញុំចាប់ផ្ដើមរុំតែម្ដងរុំហ្នឹងយើងរុំ6 7ជុំឬក៏10ជុំតាមតែបងប្អូនស្រឡាញ់វែងឬខ្លីតែនៅក្នុងម៉ូតនេះខ្ញុំរុំតែ8ជុំទេរុំរួចរាល់ចុងក្រោយគេកន្ទុយអំបោះដែលនៅសល់ខ្ញុំសោកចូលនៅក្នុងប្រឡោះអំបោះដែលខ្ញុំបត់មិញហើយចាប់ទាញកន្ទុយអំបោះមួយឆ្ហៀងទៀតដែលនៅសល់បន្តិចហ្នឹងយើងចាប់ទាញរឹតវាឲ្យតឹងឲ្យណែនជាការស្រេចកន្ទុយអំបោះដែលនៅសល់យើងកាត់វាចោលអុជរោលភ្លើងជាការស្រេចរួចរាល់ហើយបងប្អូនឃើញអត់ម៉ូតខ្សែដៃនេះស្អាតមែនតែនប៉ុន្តែរបៀបក្រងរបស់វាគឺងាយទេបងប្អូនមើលវីដេអូខ្ញុំចប់បងប្អូនប្រកាសជាអាចធ្វើបានដូចខ្ញុំដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេចណាជួយ Subscribe Channel មូក្រាស់ម្នាក់មួយផងខ្ញុំនឹងមានវីដេអូថ្មីបន្តទៀតអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗបាយបាយ